រយៈពេល2ឆ្នាំទៅដំណើរកំសាន្តនេះបានជោគជ័យសាកសម័យមើលសាហាវប៉ុណ្ណាប៉ុន្តែក៏មិនជាបញ្ហាដែរ at least ពួកយើងអាចធ្វើវាបានចូលមកដល់ថ្ងៃដំបូងនេះគឺខ្ញុំដើរយកម៉ួយនិយាយទៅខ្ញុំអ្នក booking ឡានទៅពេលចឹងហើយត្រូវទៅយកម៉ួយតាមគេហដ្ឋានម្ដងមួយដំណើរកំសាន្តនេះគឺយើងទៅលេងរយៈពេល3ថ្ងៃ2យប់បាយ plan ហ្មងមានមនុស្សទៅច្រើនជាងនឹងទៀតតែគ្រាន់តែថាគេ cancel អញ្ចឹងហើយយើងក៏សម្រេចចិត្តថាទៅគ្នាប៉ុណ្្នឹងហ្មងទៅតែក៏មើលឡានឡើងទៅលាយពេលព្រលឹមឡើងហ្នឹងគឺយើងអត់សូវញ៉ាំអីទេចូលទិញនំប៉័ងទិញកាហ្វេអីញ៉ាំធម្មតាតទៅពេលថ្ងៃត្រង់មកយើងចូលញ៉ាំបាយថ្ងៃនៅមាតុភូមិចេញពីកន្លែងញ៉ាំបាយក៏យើងបន្តដំណើរជិះទៅរហូតនិយាយទៅដំណើរកំសាន្តនេះបែប slow day ហើយក៏អត់មាន plan ថាទៅណាជិះកាត់កន្លែងណាឃើញតំណងប្រាប់ឲ្យកងឡានគាត់ចូលថតរូបហើយអត់ដឹងទៅណាទៀតក៏សួរតកងឡានថាមានកន្លែងណាតំណងស្អាតអីចឹងទៅក៏ពួកខ្ញុំទៅតាមគាត់ចឹងឲ្យ plan ពួកខ្ញុំទៅលេងមណ្ឌលគិរីនេះគឺខ្ញុំទៅលេងផ្ទះបងស្រីគ្នាម្ចាស់ផ្ទះនៅមណ្ឌលគិរីហ្នឹងហ្មងគាត់ហៅ2ឆ្នាំហើយប៉ុន្តែពួកខ្ញុំគឺនិយាយគ្នាអត់ត្រូវស្វាយបាទខ្ញុំនិយាយថាគ្រាន់តែ plan ទៅលេងនេះរយៈពេល2ឆ្នាំបានពួកខ្ញុំអាចធ្វើវាបានបន្ទាប់ពីចូលថតរូបហើយកន្លែងទី2ដែលពួកខ្ញុំទៅហ្នឹងគឺទឹកធ្លាក់រមនីកន្លែងនេះបើសិនជាទៅជិះឡានរៀងពិបាកចូលបើសិនជាខែភ្លៀងគឺចូលទៅអត់កើតហ្មងបានតែអ្នកដែលគាត់ explore បែបជិះម៉ូតូអាហ្នឹងចូលកើតដោយសារផ្លូវវារៀងចោលតែដោយសារពួកខ្ញុំទៅនេះគឺផ្លូវស្រួលជិះប៉ុន្តែក៏រៀងពិបាកដូចគ្នាអញ្ចឹងបើខែភ្លៀងគឺចូលអត់កើតហ្មងចូលមកដល់គឺស្អាតខ្លាំងទឹកធ្លាក់ហើយស្ងប់ស្ងាត់និយាយទៅបើពេលហ្នឹងយកអាវបានទៅខ្លះទៀតនាំគ្នាហក់ទឹកលេងដោយសារខ្យល់ល្អអត់ទៅចុះទៅថតរូបសម្រាប់ថ្ងៃទី1ហ្នឹងគឺពួកខ្ញុំទៅលេងតែ2កន្លែងទេទី1កន្លែងថតរូបដែលមានស្មៅដូចខ្ញុំបង្ហាញពីដំបូងហ្នឹងហើយទី2គឺទឹកធ្លាក់រមណីហើយក៏ពួកខ្ញុំនាំគ្នាឆ្ពោះមកផ្សារដើម្បីទិញម្ហូបយកទៅធ្វើញ៉ាំពេលយប់ជុំគ្នាវីដេអូហ្នឹងផតតពីទិញឲ្យបានហើយក៏យើងឆ្ពោះមកដល់គេហដ្ឋានរបស់បងស្រីនិយាយទៅឲ្យតែពេលមកដល់ផ្ទះលំហែគាត់ម្ដងគឺពួកខ្ញុំស្វាងហ្មង fresh ហ្មងទៅដើរលេងបាច់ទៅដល់ណាផ្សេងឯនៅតែផ្ទះគាត់ហ្នឹងក៏ខ្វះកន្លែងដើរដែរគឺស្រូបខ្យល់អាកាសពេញបរិបូរតែម្ដងដល់ដំបូងគេហ្នឹងគឺអត់មានអីទេមានជាការដើរធួផ្ទះតែម្ដងនិយាយទៅលេងផ្ទះគាត់3ខែតែប៉ុន្តែដើរបានចេញវីដេអូអីចឹងមកមណ្ឌលគិរីនេះគឺសុំធ្វើវីដេអូបែប full vlog អីគេបើកទឹកប្រជុំអូ my god អ្នកមកសាឡុងបដ ாய் បងម្ចាស់ផ្ទះខ្ញុំសុំស្គាល់បងមិនដឹងបងស្មានបងឆោសើចឹងបងបន្ទាប់ពីដើរធួផ្ទះហើយក៏នាំគ្នាមកធ្វើម្ហូបញ៉ាំឃ្លានអីគឺធ្វើនឹងខ្ញុំបានតែជួយតិចទេព្រោះអត់ចេះធ្វើម្ហូបអញ្ចឹងអាណាខ្ញុំធ្វើបានក៏ខ្ញុំធ្វើអ្វីដែលខ្ញុំធ្វើបាននោះគឺធ្វើទឹកជ្រលក់ចាបានតែប៉ុណ្្នឹងទេក្រៅពីហ្នឹងគឺគេចែកគ្នាដុតដៃដុតជើងហាន់សាច់ធ្វើម្ហូបស្លទឹកហូបទៅបកាត់ភ្លើងអីអញ្ចឹងណានិយាយទៅគឺសប្បាយសួរថាទៅទៀតអត់ទៅឆ្ងាយអត់បងញ៉ាំបាយសនេះតែបាយបានហើយនិយាយមែនកំពុងកាត់វីដេអូនេះខ្ញុំឃ្លានអង្គហ្នឹងទៀតហើយអង្គគាត់ចកាគាត់ខ្លួនឯងនិយាយពីឆ្ងាញ់ហ្មងដឹងត្រូវពីព័ត៌មានថាមិនគឺអង្គទៅម្ដងព្រាមក្តៅឆ្ងាញ់សាហាវហើយញ៉ាំមួយស្ព្រីអត់ឆ្ងាញ់ទេញ៉ាំមួយដៃ the best in the world ហ្មងដាក់ចូលចានណាហើយពេលទៅហ្នឹងគឺចាខ្ញុំគាត់យកកូនគាត់ទៅដែរម្ចាស់ផ្ទះក៏គាត់មានកូនគាត់ទៅដែរនិយាយទៅមនុស្សចាស់ឈៀលបែបមនុស្សចាស់ក្មេងៗឈៀលបែបក្មេងៗហត់ដេញគ្នាប្រសាទពេញផ្ទះចឹងទៅណាសម័យមើលនាំគ្នាអង្គុយផឹកឡើងហុំភួយហុំកសែងហើយអង្គុយផឹកបដាស្ដាប់សំឡេងទឹកហូរបដាស្ដាប់បងប្រុសម្ចាស់ផ្ទះគាត់ផ្ដល់ដំណូនមានបដាហើយនិយាយទៅអត់ដឹងថាត្រូវពីពណ៌នាអារម្មណ៍បែបណាតថាទៅជួបផ្ទាល់អីហើយពេលវេលាចឹងក៏មិនងាយមានដែរទោះបើថាទៅលើក្រោយក៏អារម្មណ៍យើងសប្បាយបែបផ្សេងទៀតមុននឹងចូលដល់ថ្ងៃបន្ទាប់សូមមកប្រម៉ូទ page លក់អាវខ្លួនឯងបន្តិចជួយចូល like ម្នាក់មួយផងណា support my small business ដើម្បីខ្ញុំមានលុយបានដើរលេងទៀតចូលឆ្នាំថ្មីនេះគឺម៉ូតចូលថ្មីស្អាតច្រើនណាស់មិនថាស្អីថាផងឲ្យផងអាចទិញជូនសង្សារបានណាឥឡូវនេះចូលមកដល់វីដេអូយើងវិញចូលដល់ព្រឹកថ្ងៃបន្ទាប់ខ្ញុំនាំអ្នកនរគ្នាមកស្ដាប់សលេងទឹកហូរនៅគៀនផ្ទះគាត់ fresh នេះ fresh បែបសាហាវបែបព្រៃផ្សៃហ្មងនិយាយទៅគាត់តែស្ដាប់តាមទូរស័ព្ទខ្ញុំគិតថាអ្នកនរគ្នាក៏ fresh ដូចខ្ញុំដែរហើយតម្រាំបានទៅផ្ទាល់ទៀតនឹងយ៉ាងណាពេលព្រឹកនេះគឺពួកខ្ញុំអត់មានចេញទៅណាទេបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយគឺនាំគ្នាជិះឡានអាគុយកូនព្រៃប្រសាលតាវ៉ាជុំវិញផ្ទះគាត់ដូចខ្ញុំនិយាយចឹងថាដំណើរកំសាន្តនេះមិនបាច់ចេញទៅដើរលេងណាទេគឺដើរលេងតែជុំវិញផ្ទះគាត់នឹងគឺយកទៅណាមកអស់ហៀងថ្ងៃត្រង់តិចក៏ពួកខ្ញុំនាំគ្នាទៅលេងទឹកជ្រោះប៊ូស្រានិយាយទៅខានទៅយូរដែរលើកចុងក្រោយដែលខ្ញុំទៅហ្នឹងគឺ4ឆ្នាំមុនពួកយើងនាំគ្នាមកញ៉ាំអាហារថ្ងៃត្រង់នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាហើយក៏នាំគ្នាអង្គុយលេងដើរថតរូបអីអញ្ចឹងទៅខ្ញុំសង្កេតឃើញនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រានេះគឺមានភាគច្រើនសិតតែភ្ញៀវខ្មែរបើសិនជាថ្ងៃអនាគតទៅមានភ្ញៀវបរទេសគាត់ទៅលេងដល់នឹងច្រើនល្អដូចឯខាងសៀមរាបអីអញ្ចឹងណាពួកអីទីតាំង view អីគឺ fresh ខ្លាំងមែនតើហ្មងអាចនិយាយថាគឺ fresh ខ្លាំងតែម្ដងបន្ទាប់ពីពួកខ្ញុំញ៉ាំអីឆ្អែតដើរថតរូបឆ្អែតហើយក៏នាំគ្នាទៅអង្គុយនៅហាងកាហ្វេដែលនៅខាងក្រោមទឹកជ្រោះនឹងតែម្ដងគឺនៅជាប់នឹងទឹកធ្លាក់ហ្នឹងហ្មងចាមច្ឆានៅពេញអត់ឆ្ងាញ់ទេតមកផឹកមច្ឆានៅទឹកជ្រោះប៊ូស្រាបានមានជាតិឆ្ងាញ់
ដោយសារមេឃអត់តល្ងិតហើយយើងគិតថាអាចទៅបានមកកន្លែងទៀតក៏បន្តដំណើរទៅលេងភ្នំណាំលានិយាយទៅទេសភាពនៅ Candletree គឺ fresh ហ្មងខ្ញុំហ៊ាននិយាយចឹងផ្លូវចូលកន្លែងតំបន់នីមួយៗគឺសុទ្ធតែព្រៃឈើពណ៌បៃតងខៀវល្ងិតនិយាយទៅវាធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយហ្មងសម្រាប់ភ្នំណាំលានេះគឺជាលើកទី1របស់ខ្ញុំដូចគ្នាគឺអត់ដែរមកដល់ Candletree ដែរប៉ុន្តែអត់ដែរបានមកដល់ភ្នំណាំលានេះទេធ្លាប់តែឃើញគេផុសទៅតាម social media អញ្ចឹងណាហើយលើកនេះគឺបានមកស្គាល់ផ្ទាល់តែម្ដងអាចនិយាយបានថាយើង challenge ដែរដោយសារមនុស្សខ្ញុំខ្លាចខ្ពស់ឲ្យទៅដល់កន្លែងខ្ពស់គឺខ្ញុំញ័រដៃញ័រជើងហ្មងប៉ុន្តែមនុស្សខ្ញុំរៀងហឹងតិចអាណាដែលខ្ញុំខ្លាចគឺខ្ញុំជំនះមិនថាជិះ roller coaster ឡើងទៅកន្លែងខ្ពស់អីយេទូខ្ញុំខ្លាចប៉ុណ្ណាក៏ដោយប៉ុន្តែខ្ញុំនៅតែជំនះធ្វើវាតបមកហើយខ្ញុំចង់ទៅសារដល់កូនបោះចាយខ្ញុំនេះកូនត្រេនខ្លាចទេណាចង់និយាយថាក្មេងណាបើខ្ញុំប៉ុនគាត់ខ្ញុំអត់ហ៊ានទេប៉ុន្តែគឺពួកគាត់ខ្លាហានខ្លាំងមែនតើហ្មងណាលុយខ្លាហានកូនធំឡើងត្រូវតែ independent ចឹងតែមីងនេះទៅមុខលេខទៅអង្គទៅដល់មានអារម្មណ៍ថា fresh មិនដឹងថាអារម្មណ៍ហ្នឹងទទួលបានមកពីណាតែគេលោកថាយើងនៅទីខ្ពស់ខ្ញុំអត់ហ៊ានមើលចុះក្រោមទេខ្ញុំមើលតែឡើងលើចឹងទៅមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនតើអង្គុយរៀងបាត់ហត់តិចក៏នាំគ្នាចេញទៅវិញឃើញដើមឈើដោះសង្ខាងស្អាតពេកក៏នាំគ្នាឈប់ថតរូបលេងឡើងតិចទៅថ្ងៃក្រោយមកទៀតអត់មកដល់អត់សង្ខាមហ៎តែអត់ជើងហើយមើលតែប៉ុណ្្នឹងក៏ដឹងថាសប្បាយប៉ុណ្ណាដែរនិយាយទៅឥឡូវចូលមកដល់យើងវគ្គយើងញ៉ាំអីពេលថ្ងៃទី2ម្ដងពេលមកដល់ផ្ទះភ្លាមគឺនាំគ្នាទៅមួយទឹកសម្អាតខ្លួនហើយចេញមកគឺញ៉ាំអីតនិយាយទៅក្នុងវីដេអូនេះគឺខ្ញុំចង់អរគុណទៅដល់បងម្ចាស់ផ្ទះទាំងគ្រួសារគាត់ទាំងគាត់គឺពិតជាស្វាគមន៍ពួកខ្ញុំកក់ក្ដៅខ្លាំងមែនតើហ្មងដូចខ្ញុំបានប្រាប់តាំងពីដើមវីដេអូអញ្ចឹងគឺខ្ញុំមិនមែនតែមកលេងផ្ទះគាត់នៅ Candletree នេះទេគឺខ្ញុំទៅលេងច្រើនកន្លែងហើយ the way ដែលពួកគាត់ treat ពួកខ្ញុំគឺ still the same best of the best ហ្មងអរគុណខ្លាំងមែនតើបងទាំងពីរនិយាយទៅយប់ទី2នេះគឺពួកខ្ញុំនៅដល់យប់ជ្រៅម៉ោង4ជាងម៉ោង5មានទាំងឈុតឆាកគេងមើលផ្កាយអញ្ចឹងអូយអារម្មណ៍ហ្នឹងគឺ10ឆ្នាំទៀតក៏អត់មានដូចដែរអញ្ចឹងហ្មងស្ដាប់សលេងទឹកហូរហើយនៅគ្នាគេងមើលផ្កាយអូឥឡូវនេះចូលមកដល់ព្រឹកបន្ទាប់ទៀតហើយនិយាយទៅរកម្ចាស់ផ្ទះណាបាននៅបងប្អូនគេងអត់ដល់នៅទេគាត់ take មកក្មេងៗសុកឆ្អិនហើយអាថ្ងៃទី1ក្មេងៗបបរឆ្អិនហើយឡើងមកញ៉ាំអូយខ្ជុតណាស់បន្ទាប់ពីញ៉ាំអីហើយសល់ម៉ោងក៏ពួកខ្ញុំនាំគ្នាជីកឆ្វែលមើលគេហដ្ឋានគាត់បន្តទៀតនិយាយទៅជីមកព្រឹកវងងាយក៏មិនទាន់សពដែរដោយសារអីធំខ្លាំងហើយមានតំណាំដាំដោះគ្រប់មុខតែម្ដងចាហើយខ្ញុំនៅនេះមួយខែទេក៏ខ្ញុំមិនចិនងាយដែរដោយសារអីទេសភាពវាមិនល្អផលហើយត្រជាក់ទៀតដូចចឹងដូចលោកមកតែម្នាក់ឯងមិនស្លាប់ទេអូនខ្ញុំជឿថាវីដេអូហ្នឹងអ្នកទាំងអស់គ្នាបានឃើញហើយមុនខ្ញុំផុសវីដេអូនេះនិយាយទៅមាន1គ្មាន2ហ្មងដំណើរកំសាន្តគឺគាត់ឲ្យធ្វើកំ pl ែងចឹងតែនៅតែស្ដាយបងដែលគាត់ cancel ហើយមិត្តភក្តិខ្ញុំពីរនាក់ដែល cancel អត់បានមកជុំគ្នាទៀតមិនដឹងជុំជើងគ្នាសប្បាយគ្នាប៉ុណ្ណឹងសប្បាយប៉ុណ្ណឹងហើយហមពួកគាត់មកទៀតហើយត្រៀបយើងដល់ថ្ងៃយើងត្រូវទៅវិញទៅ face with the problem again និយាយខ្លួនឯងអត់ថាលឺទៅដល់យកបុអាពេលគិតមុនទៅនឹងនិយាយពីយូរអាពេលដើរលេងនឹងនិយាយពីលឿនមកផ្លែតសោះ2ថ្ងៃ3ថ្ងៃបាត់មុននឹងចូលផ្ទះក៏នាំគ្នាមកញ៉ាំសាច់អាំងជុំគ្នាសិន so វីដេអូនេះគឺមានតែពេល vlog 2យប់3ថ្ងៃរបស់ខ្ញុំគឺត្រូវបានបញ្ចប់អរគុណសម្រាប់ការតាមដានដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយ